បាទសួស្តីអ្នកនរគ្នាស្វាគមន៍មកកាន់ឆ្នាំដូចសិក្សាព័ត៌មានជាយើងផ្សាយជាថ្មីហើយថ្ងៃនេះដែរខ្ញុំនឹងបង្ហាញអំពីលំហាត់តទៅជាមួយនឹង PowerPoint ដែលលំហាត់ដែលយើងកំពុងធ្វើនេះជាលំហាត់ទី10នៅក្នុងមេរៀនរបស់យើងអញ្ចឹងនៅក្នុងលំហាត់ទី10នេះគឺយើងនឹងធ្វើ slide ដូចជានៅលើអេក្រង់នេះគឺយើងមាន logo យើងមានសរសេរពាក្យថាសូមស្វាគមន៍មកកាន់មជ្ឈមណ្ឌលសិក្សាព័ត៌មានវិទ្យាអូខេហើយ slide ទី2យើងនឹងធ្វើអំពីប្រភេទ chart ប៉ុន្តែជាប្រភេទ chart មានចលនាយើងគ្រាន់តែគូបែបហ្នឹងហើយយើងធ្វើចលនាហើយសន្លឹកទី3គឺយើងនឹងធ្វើអំពី part ឬក៏វគ្គសិក្សារបស់យើងដែលមាននៅក្នុងសាលាហើយយើងនឹងបន្តទៅបង្កើតនៅមុខជំនាញផ្សេងៗទៀតនៅថ្ងៃខាងមុខអូខេប៉ុន្តែមុននឹងយើងធ្វើslide ទាំង3នេះខ្ញុំនឹងបែងចែកវីដេអូជា3ផ្នែកដែលផ្នែកទី1វីដេអូទី1ខ្ញុំធ្វើតែ slide ធម្មតាដែលយើងដាក់ជា logo ហើយនឹងអក្សរហើយបន្តមកទៀតយើងនឹងធ្វើ slide បែបនេះគូបែបនេះដោយប្រើ shape ហើយយើងនឹងធ្វើចលនាទីទៀតខ្ញុំនឹងចាក់ចលនាអ្នកនរគ្នាមើលហើយមួយទៀតយើងធ្វើជាបែបនេះហើយក៏យើងធ្វើជាចលនាដូចគ្នាអូខេកម្មវិធី PowerPoint នេះគឺជាកម្មវិធីមួយសម្រាប់ឲ្យយើងធ្វើការ design slide ធ្វើជាបទបង្ហាញអ្វីមួយដើម្បីបង្ហាញទៅសិស្សានុសិស្សឬក៏លោកគ្រូអ្នកគ្រូគាត់ធ្វើការប្រជុំទាក់ទងជាមួយនឹងអ្វីមួយគាត់ប្រើ slide projector ដើម្បីចាក់បញ្ចាំងដើម្បីងាយស្រួលក្នុងការបញ្យល់បាទអូខេអញ្ចឹងមុននឹងឈានចូលទៅដល់ការអនុវត្តខ្ញុំសូមចាក់ slide ទាំង3នេះឲ្យយើងមើលទាំងអស់គ្នាសិនអញ្ចឹង slide ទី1គឺអត់ទាន់មានអីទេគឺយើងដាក់ចលនាធម្មតាគឺស slide បែបនេះហើយយើងនឹងធ្វើឲ្យវា load pop up បែបនេះអូខេដែលយើង slide របស់យើងមានចលនាបន្តមកទៀតយើងនឹងទៅ slide បន្ទាប់គឺយើងនឹងចូលទៅលើ slide ទី2អូខេអញ្ចឹងនៅពេលដែល slide នីមួយៗមកគឺយើងធ្វើឲ្យវាមានចលនាបែបនេះដើម្បីងាយស្រួលដើម្បីឲ្យតាក់ទាញដើម្បីឲ្យមើលទៅយ៉ាគឺវាលយហ្មងចេះវា professional អូខេបន្តមកទៀតយើងនឹងចូលទៅ slide ទី3ដែលយើងនឹងធ្វើឲ្យវាមានចលនាបែបនេះហើយយើងនឹងចូលចំណុចមួយទៀតឲ្យវាមានចលនាបែបនេះនៅពេលដែលយើងបញ្ជាណាយើងអាចធ្វើជាចលនាវាដើរខ្លួនឯងក៏បានយើងធ្វើឲ្យពេលដែលយើងចុចបានវាដើរក៏បានអូខេអញ្ចឹងមុននឹងទៅដល់ slide ឬក៏របៀបធ្វើ slide ទាំង3ផ្ទាំងហ្នឹងឲ្យវាមានចលនាដូចនៅក្នុងវីដេអូដែលខ្ញុំបានបង្ហាញហ្នឹងគឺយើងត្រូវតែធ្វើ slide ម្ដងមួយឲ្យគ្រប់ចំនួនឬក៏យើងធ្វើមួយឲ្យរួចទៅហើយយើងធ្វើការដាក់ចលនាវាអូខេអញ្ចឹងចលនាទី1ហើយវីដេអូទី1នេះដែរគឺយើងនឹងបង្ហាញអំពីរបៀបធ្វើទៅលើផ្ទាំង slide មួយនេះអូខេសម្រាប់ព័ត៌មានសិក្សាឬក៏លំហាត់លម្អិតពីចំណុចចាប់ផ្ដើមរហូតដល់ចំណុចបញ្ចប់គឺបើសិនជាអត់យល់កន្លែងណាយើងអាចទៅមើលវីដេអូចាស់ៗយើងឡើងវិញហើយយើងនឹងយល់ពី concept មួយដែលយើងដាក់ឲ្យអនុវត្តតាមលំហាត់ពីលំហាត់ទី1រហូតមកដល់លំហាត់ទី10ដែលយើងកំពុងបង្ហាញនេះអូខេអញ្ចឹងចាប់ផ្ដើមដំបូងអ្នកទាំងអស់គ្នាគ្រាន់តែធ្វើការបង្កើតឬក៏បើកកម្មវិធីយើងដំបូងមកគឺយើងយកពាក្យថា blend document អូខេបន្តមកទៀតអ្នកទាំងអស់គ្នាឃើញ slide វាមានស្រាប់បែបនេះអ្នកទាំងអស់គ្នាគ្រាន់តែចុចលើបន្ទាត់ shape ឬក៏បន្ទាត់ text box មួយនេះអ្នកទាំងអស់គ្នាធ្វើការចុច delete នៅលើ keyboard យើងដើម្បីឲ្យ ក្រដាសយើង clean ឬក៏ស្អាតហ្នឹងអូខេបន្តមកទៀតអ្នកទាំងអស់គ្នាត្រូវទៅរករូបភាពណារូបភាពបានហ្នឹងគឺរូបភាពណាដែលយើងចង់ដាក់អូខេអញ្ចឹងនៅក្នុងរូបភាពនេះខ្ញុំ copy តែម្ដងទៅប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមាននៅក្នុង computer ទៅ copy ឬក៏ insert រូបតាមដែលយើងអនុវត្តលំហាត់ការដាក់រូបចូល slide ហ្នឹងមកអូខេអញ្ចឹងអ្នកទាំងអស់គ្នាចូល insert ហើយចូលពាក្យថា picture ហើយយើងធ្វើការទាញរូបហ្នឹងមកយើងចូលទៅក្នុង file របស់យើងណាហើយសម្រាប់យើងអាច download បានដែរនៅក្នុងហ្នឹងណាគឺយើងមាន online picture អីហ្នឹងគឺយើង connect wifi ឬក៏ internet ហ្នឹងទៅហើយយើងធ្វើការ down មកអូខេទៅពេលដែលយើង insert គឺវានឹង load ផ្ទាំងរូបមួយនេះអូខេអញ្ចឹងយើងគ្រាន់តែសេរីហើយយើងមានកន្លែងព្រិចព្រមណាយើងចុចកន្លែងនេះមកណាយើងចង់បានប៉ុណ្ណាយើងដាក់ប៉ុណ្ណឹងមកអូខេឧទាហរណ៍ថាខ្ញុំចង់បានប៉ុណ្នេះអញ្ចឹងយើងធ្វើការសេរីស្រង់តាមកន្លែងដែលយើងចង់បានបន្តមកទៀតគឺយើងដាក់អក្សរណាមើលរបស់យើងគឺគេដាក់អក្សរបែបនេះអញ្ចឹងដើម្បីបានអក្សរបែបនេះយើងត្រូវតែធ្វើយ៉ាងម៉េចគឺយើងគូ text box អញ្ចឹងយើងបន្ទាប់ពីដែលយើងត្រូវធ្វើហ្នឹងគឺយើងចុចទៅលើពាក្យ insert ហើយយកពាក្យ work add ដើម្បីយកទម្រង់ស្រាប់ប៉ុន្តែបើសិនជាយើងចង់ច្នៃម៉ូដខ្លួនឯងយើងយកពាក្យថា text box ណាអញ្ចឹងពេលដែលអ្នកទាំងអស់គ្នាចុចទៅលើ text box ហ្នឹងឲ្យអ្នកទាំងអស់គ្នាយកវាមកគូបែបនេះមកវានឹងចេញជា text box ឲ្យមួយអូខេអញ្ចឹងបន្ទាប់ពីយើងបាន text box មួយហើយគឺយើងធ្វើការដូរ font សិនណា mode អក្សរណារបៀបនៃការដូរ mode អក្សរគឺយើងបានរៀនរួចហើយអូខេអញ្ចឹង font standard ដែលយើងអាចប្រើបានមានដូចជាខ្មែរ OS អញ្ចឹងកន្លែងនេះអ្នកទាំងអស់គ្នាមានជម្រើស2គឺវាយអក្សរឲ្យហើយចាំទៅ edit ក៏បានចាំដូរ font ក៏បានដូរទំហំក៏បានយើងដូរឲ្យហើយក៏បានអូខេអញ្ចឹងសម្រាប់ខ្ញុំចង់ដូរឲ្យហើយខ្ញុំដាក់វាមុនមកហើយយើងធ្វើការវាយ font នឹងចូលមកហើយសម្រាប់តិចសុំម្ដងទៀតខ្មែរ OS បាត់ដំបងចុច enter ហើយយើងធ្វើការរើសទំហំតាមដែលយើងចង់បានណាអញ្ចឹងខ្ញុំដាក់18សិនទៅហើយខ្ញុំវាយពាក្យនឹងចូលមក
អូខេបន្ទាប់ពីយើងវាយចូលមកអញ្ចឹងទំហំបើសិនជាវាតូចពេកវាអត់ដូចទៅនឹងលំហាត់យើងគឺយើងព្រីចវាឲ្យធំមកអូខេយើងធ្វើការចុចកន្លែងនេះក៏បានដែរហើយយើងធ្វើការព្រីច text box វាតិចទៅដើម្បីឲ្យវាសមគួរដូចទៅនឹងលំហាត់របស់យើងអូខេហើយយើងទាញវាដាក់ឲ្យស្អាតមកអូខេអញ្ចឹងកន្លែងនេះខ្ញុំខ្ជិលទៅសេមួយសារទៀតខ្ញុំ copy វាមកតែម្ដងអូខេអញ្ចឹងខ្ញុំធ្វើការចូលទៅ text box ម្ដងទៀតឬក៏មិនបាច់ទេអ្នកទាំងគ្នាគ្រាន់តែចុច control ឲ្យជាប់ហើយអស់ទៅលើបន្ទាត់នេះចុះមកក្រោយមកគឺវា copy ហើយចាំយើងលែងម៉ៅមុនហើយចាំយើងលែង control តាមក្រោយណាអូខេអញ្ចឹងកន្លែងនេះយើងដូរមក font Time New Roman វិញដើម្បីដាក់ជាភាសាអង់គ្លេសអញ្ចឹងយើងគ្រាន់តែវាយអក្សរចូលមកតែវាធំពេកយើងអាចបរួមវាធ្វើឲ្យវាសមឲ្យជួរមកបាននៅតាមលំហាត់យើងអូខេខាត់វាមកនេះតិចមកអញ្ចឹងយើងដាក់មកក្រោមតិចមកយើងមើលទៅលំហាត់ចាស់យើងវិញអូខេដាក់បែបហ្នឹងប៉ុណ្ណឹងមកលំហាត់ថ្មីយើងវិញដាក់ឲ្យសមមកបើវានេះពេកយើងខាត់អានេះមកនេះតិចមកអូខេព្រីចអក្សរឲ្យធំតិចមកអូខេវាធំពេកចាំយើងបរួមវិញអូខេអូខេអញ្ចឹងសម្រាប់ថាឧទាហរណ៍ថាសម្រាប់ថាយកប៉ុណ្ណឹងចោះអញ្ចឹងដើម្បីឲ្យរូបហ្នឹងវាលោតមកព្រមគ្នាយើងត្រូវតែគ្រប់វាសិនគ្រប់ហ្នឹងមានន័យថាម៉េចគ្រប់ហ្នឹងមានន័យថាយករូបទាំងអស់គ្នាហ្នឹងមកខ្ចប់ចូលគ្រប់តែមួយដើម្បីកុំឲ្យវារេណានៅពេលដែលយើងកែចាំយើងអានគ្រប់វិញក៏បានឬក៏កែលើហ្នឹងហ្មងក៏បានដែរប៉ុន្តែនៅពេលដែលយើងដាក់ចលនាគឺដាក់តែមួយវាមកទាំងអស់ប៉ុន្តែបើសិនជាយើងអត់គ្រប់វាទេពេលយើងដាក់គឺវាអាចមានវាអាចចេញផ្សេងគ្នាណាអញ្ចឹងដើម្បីគ្រប់បានទី1អ្នកនរគ្នាចុចលើហ្នឹងមកហើយមួយទៀតចុច C ក៏បាន Control ក៏បានដែរចុចនៅលើកន្លែងនេះមួយទៀតចុចនៅលើរូបនេះមួយទៀតបន្តមកទៀតអ្នកនរគ្នាមើលមកខាងលើរកពាក្យថា picture format ហ្នឹងឬក៏ format ទេកម្មវិធីខ្លះចេញ format ទេហើយជ្រើសរើសពាក្យថា group ហើយយក group មកអូខេអញ្ចឹងវានឹងចូលថងឬក៏ចូលស្បោងតែមួយឯងអញ្ចឹងយើងអាចផ្លាស់ទីម្ដងទាំងអស់បានណាតែប៉ុន្តែនៅពេលដែលយើងចុចកែគឺវាឃើញធម្មតាយើងអាចកែអក្សរអីខុសអីចឹងទៅអូខេអញ្ចឹងយើងបានហើយ slide ទី1ហ្នឹងអញ្ចឹងដើម្បីធ្វើឲ្យវាមានចលនាតើតើជាមួយនឹងចលនានៅក្នុង slide គឺដូចយើងបានបង្ហាញវីដេអូនឹងហើយគឺយើងត្រូវប្រើ animation ណាវាចលនាពី slide ទៅ slide ហ្នឹងគឺយើងប្រើ transition អញ្ចឹងយើងប្រើចលនាក្នុង slide យើងប្រើពាក្យថា fade ណា fade គឺពីព្រាលមកច្បាស់អញ្ចឹងយើងដាក់បែបនេះអូខេតើតើនឹងវាលឿនពេកអ្នកនរគ្នាអាចប្រើពាក្យ duration នេះតឡើងវាបន្តិចមកហើយយើង preview សាមីអូខេអញ្ចឹងកន្លែងឲ្យវា load auto គឺកន្លែងនេះអ្នកនរគ្នាអាចដាក់ after មកហើយកំណត់ពេលដែលវា load មកអូខេតែយើងដាក់ click សិនទៅអូខេយើង preview មើលអញ្ចឹងវាមាន load បែបនេះអូខេអញ្ចឹងដើម្បីឲ្យវាដើម្បីយើង view slide ឬក៏ចាក់ slide ហ្នឹងបានយើងយកពាក្យថា start from អីនេះចូលមកឬក៏ចុច F5 ហ្នឹងមកណាអូខេចុចចឹងមកគឺវានឹង show យើងពេលដែលយើងចុចម៉ៅមួយទៅគឺវានឹងចាក់បែបនេះអូខេអញ្ចឹង slide ទី1ហើយក៏ជាវីដេអូទី1តើតើជាមួយនឹងលំហាត់ PowerPoint របស់យើងគឺចប់ប៉ុណ្ណឹងហើយយើងនឹងជួបគ្នានៅវីដេអូទី2ហើយ slide ទី2អូខេអរគុណជួបគ្នានៅវីដេអូក្រោយ